សួស្តីបងប្អូនទាំងអស់គ្នាបាទនេះជាវីដេអូលើកទី1ហើយដែលខ្ញុំធ្វើទាក់ទងទៅនឹងការធ្វើដំណើរផ្សងព្រេងបាទដោយធ្វើដំណើរថ្មើរជើងហើយនឹងឆ្លងកាត់ចំការវស៊ូប្រមាណប្រហែលជា30-40ហិកតាដើម្បីឆ្ពោះទៅកាន់កំពូលភ្នំដ៏សែនខ្ពស់បាទឥឡូវយើងចង់ដឹងថាការធ្វើដំណើររបស់ខ្ញុំមានលក្ខណៈបែបណាកុំភ្លេចតាមដានទាំងគ្នាបាទជាដំបូងយើងត្រូវធ្វើដំណើរដោយរថយន្តដោយយើងឆ្ពោះចេញពីទីតាំងវត្តដង្ហិតដែលស្ថិតនៅក្នុងភូមិដង្ហិតឃុំដំរីផងស្រុកជ្រុងខេត្តកញ្ចេះហើយយើងធ្វើដំណើរឆ្ពោះទៅទីតាំងដែលហៅចំណុចថ្មសំលៀងបាទយើងធ្វើដំណើរតាមផ្លូវធំប្រមាណប្រហែលជាកន្លះម៉ោងបងប្អូនទាំងគ្នាបាទហើយបន្ទាប់ពីយើងធ្វើដំណើរតាមផ្លូវធំកាត់ស្វាយចំការស្វាយហើយមកយើងចូលតាមច្រកចំការកស៊ូបងប្អូនទាំងគ្នាបាទក្រោយពីយើងចូលធ្វើដំណើរតាមក្នុងចំការកស៊ូប្រហែលជា10នាទីដោយសារតែផ្លូវយើងឡានរថយន្តអាចធ្វើដំណើរទៅមុខទៀតបានគឺយើងត្រូវតែបង្ខំចិត្តទុកឡានចោលគឺយើងត្រូវធ្វើដំណើរដោយថ្មើរជើងបាទបន្ទាប់ពីយើងធ្វើដំណើរដោយថ្មើរជើងហើយទៅខ្ញុំបានរៀបរាប់នៅខាងក្បាលវីដេអូថាមានលក្ខណៈបែបណាគឺចង់ដឹងថាវីដេអូមួយនេះខ្ញុំទាំងអស់គ្នាបានដើរទៅដល់គោលដៅឬអត់អញ្ចឹងបងប្អូនទាំងគ្នាបាទដោយសារតែភ្នំគឺខ្ពស់មែនទែនហើយចម្ងាយក៏មានក៏រៀងឆ្ងាយហើយប្រមាណប្រហែលជា5-6 គីឡូដីបងប្អូនទាំងគ្នាបាទហើយមិនត្រឹមតែប៉ុណ្ណោះគឺថាពេលនោះគឺក្តៅខ្លាំងមែនទែនម៉ោងប្រហែលជា11-12បាទអញ្ចឹងខ្ញុំឲ្យបងប្អូនទាំងគ្នាអាចទស្សទីលេងថាពួកខ្ញុំអាចធ្វើដំណើរដល់គោលដៅឬក៏អត់អញ្ចឹងបងប្អូនគ្នាបាទគឺគ្រាន់តែមើលសភាពបែបនេះគឺដឹងថាហត់មែនទែនបាទសំខាន់លោកស្រីមេឃុំគឺបានចូលដំណើរចូលរួមធ្វើដំណើរជាមួយពួកខ្ញុំដែរបាទហើយចង់ដឹងថាពួកគាត់មានសភាពបែបណានោះកុំភ្លេចតាមដានទាំងអស់គ្នាបន្តទៀតបាទឥឡូវនេះដោយសារតែមានបច្ចេកទេសខុសបច្ចេកទេសបន្តិចតួចធ្វើឲ្យការធ្វើដំណើរបានបែកបាក់គ្នាបាទគឺអ្នកមុនទៅមុនអ្នកក្រោយទៅក្រោយបាទឥឡូវមួយតិចនេះយើងធ្វើការជួបជាមួយបងប្អូនស្រីទាំងពីរដើម្បីសួរពីចំណាប់អារម្មណ៍របស់គាត់បាទហើយបងប្អូនស្រីមានចំណាប់អារម្មណ៍មិនដែរចំពោះការប្លុកថ្ងៃនេះបាទក្តៅក៏បងអើយព្រោះដោយសារភ្នំគេឡើងពេលព្រឹកតែពួកខ្ញុំឡើងពេលថ្ងៃចឹងមានអារម្មណ៍ក្តៅខ្លាំងឥឡូវប៉ុន្តែបងគិតថាអាចបន្តទៅទៀតឬក៏ត្រឡប់ទៅវិញខ្ញុំនឹងស៊ូបន្តឲ្យដល់គោលដៅអូខេឥឡូវបងប្អូនអរគ្នាកុំភ្លេចតាមដានមកបន្តទៀតតើពួកគាត់អាចធ្វើដំណើរឡើងទៅដល់កំពូលភ្នំដូចតាមការសន្យាអត់ផ្លូវយ៉ាងនេះហូរឯងបងបារម្ភទៅយ៉ាងណាខ្ញុំមិនរួចបន្ទាប់ពីយើងធ្វើដំណើរបានមួយប្រើឡើងដល់ពាក់កណ្ដាលភ្នំគឺស្ដាប់នៅសម្ដីរបស់បងស្រីហើយគាត់ថាគាត់នឹងធ្វើដំណើរបន្តទៀតដើម្បីឡើងដល់គោលដៅចំណែកលោកស្រីមេឃុំវិញគឺថាមើលសភាពដូចជាត្រត្រង់ខ្លាំងអញ្ចឹងខ្ញុំដឹងថាវីដេអូមួយនេះបានសម្រេចគឺឬក៏មិនបានសម្រេចទេបងប្អូនគ្នាបាទមានតែចាំមើលលទ្ធផលទាំងអស់គ្នាបាទចឹងបាន90%ឥឡូវពួកខ្ញុំធ្វើដំណើរបាន90%ហើយដល់ទីតាំងកំពូលភ្នំហើយបាទឥឡូវយើងមើលទិដ្ឋភាពជុំវិញបន្តិចនេះគឺជាទិដ្ឋភាពដែលយើងក៏លេចមើលពីភ្នំទៅបងប្អូនគ្នាពីលើភ្នំទៅហើយប្រហែលជា90%ទេបងប្អូនគ្នាអត់បាន100%ពេញទេគឺថាបើដល់100%ពេញគឺថាយើងក៏លេចមើលគឺខ្ពស់មែនទែនហើយស្អាតមែនទែនក៏លេចមើលពីខាងក្រោមដល់ពីលើទៅបាទក៏លេចក្រោមទៅគឺស្អាតមែនទែនប៉ុន្តែគួរសោកស្ដាយដែលវីដេអូមួយនេះគឺអត់អាចធ្វើដំណើរខ្ញុំអត់អាចធ្វើដំណើរដល់ទីតាំងគោលដៅដែលចង់បានទេបាទដោយសារតែសមាជិកចូលរួមទាំងអស់ជាពិសេសលោកស្រីមេឃុំគឺគាត់ទឹកត្រង់ខ្លាំងដោយសារតែខ្វះទឹកដោយសារតែធ្វើដំណើរមកនេះអត់បានដាក់ទឹកមកដល់ពេលអញ្ចឹងធ្វើឲ្យម្នាក់បាក់បៀយ៉ាងខ្លាំងយើងអាចធ្វើដំណើរបានអញ្ចឹងវីដេអូមួយនេះគឺមានតែប៉ុណ្្នឹងទេជាវីដេអូលើកទី1ដែលចំពោះការធ្វើដំណើរផ្សងព្រេងបាទគឺលើកទី1គឺបរាជ័យតែម្ដងបងប្អូនគ្នាបាទអញ្ចឹងហ្នឹងហើយវីដេអូក្រោយៗទៀតគឺខ្ញុំនឹងធ្វើបន្តទៀតបាទអរគុណបាយបាយ